សាវរីយ៍ដែលมันអាចបំភ្លេចបានគឺដំបូងបំផុតក្នុងជីវិតដែលខ្ញុំអាចរកលុយបានហើយលុយដែលជាញើសឈាមដំបូងនោះខ្ញុំបានទៅបកគលជូនម៉ាក់ខ្ញុំទាំងអស់បើសម័យទៅដល់រូបភាពនោះគឺគាត់សប្បាយរីករាយមែនតើស្នាមញញឹមគាត់ពោពេញទៅដោយភាពកក់ក្ដៅគាត់លោតមកអោបខ្ញុំគាត់មកអែលក្បាលឲ្យពរកូនខ្ញុំមើលឃើញថាពេលហ្នឹងគឺជារូបភាពមួយដែលនៅចងចាំនៅក្នុងខួរក្បាលខ្ញុំជាប់ជានិច្ចពេលហ្នឹងគាត់ឲ្យពរខ្ញុំច្រើនមែនតើខ្ញុំចាំបានថាកាលពីខ្ញុំអាយុ2ឆ្នាំខ្ញុំបានបែកពីគាត់រស់នៅជាមួយមីងរបស់ខ្ញុំហើយរហូតដល់ខ្ញុំអាយុ7ឆ្នាំមានថ្ងៃមួយខ្ញុំបានជួបគាត់នៅសាលារៀនពេលហ្នឹងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយរំភើបខ្លាំងមែនតើព្រោះខ្ញុំអត់នឹកស្មានថាបានជួបគាត់នៅហ្នឹងឯងហើយខ្ញុំតែងតែសម័យថាបានជួបគាត់នៅថ្ងៃណាមួយហើយខ្ញុំមើលទៅគាត់ពេលហ្នឹងក៏គាត់មានអារម្មណ៍ថាសប្បាយរីករាយរំភើបដូចគ្នាដែរកាលពីក្មេងខ្ញុំជាក្មេងស្រីដែលកើតមកក្នុងគ្រួសារមានជីវភាពខ្វះខាតក៏ប៉ុន្តែខ្ញុំទទួលបានអារម្មណ៍ថាខ្ញុំពិតជាកក់ក្ដៅនិងមានក្តីសុខយ៉ាងខ្លាំងដែលម៉ាក់បានផ្ដល់ឲ្យខ្ញុំព្រោះមិត្តភ័ក្តិទៅដើរលេងខាងក្រៅដល់ម៉ោងបាយត្រឡប់ទៅផ្ទះវិញម៉ាក់ហៅញ៉ាំបាយដល់ពេលហើយគាត់និយាយថាទៅញ៉ាំបាយហើយចាំវាយពេលហ្នឹងញ៉ាំបាយបណ្ដាភ័យថាបាយហើយគាត់จะត្រូវគាត់វាយឯងគាត់จะត្រូវពាត់ឯងប៉ុន្តែដល់ពេលញ៉ាំហើយគាត់អត់មានវាយយើងទេតាមពិតទៅគាត់ជាមនុស្សដែលយកចិត្តទុកដាក់ជាមួយកូនគាត់ថាគាត់អត់បង្ហាញចេញឲ្យកូនដឹងឯងកាលពីខ្ញុំអាយុ11 12ឆ្នាំខ្ញុំប្រហែលជាអ្នកទី6ខ្ញុំមានអនុស្សាវរីយ៍ជាមួយម៉ាក់ច្រើនព្រោះពេលហ្នឹងគ្រួសារខ្ញុំចាប់តាមធ្លាក់ដោនហ្មងអញ្ចឹងម៉ាក់ខ្ញុំក៏បានសម្រេចចិត្តធ្វើការលក់ដូរនៅតាមមុខរោងចក្រខ្ញុំក៏ជាអ្នកទៅជួយលក់គាត់ដែរពេលហ្នឹងធ្វើឲ្យថាគ្រួសារពួកខ្ញុំធ្លាក់ដោនមែនប៉ុន្តែខ្ញុំបាននៅជុំគ្នាទាំងខ្ញុំទាំងម៉ាក់ទាំងអីគឺនៅជុំគ្នាសប្បាយចិត្តមិនថាពេលល្ងាចញ៉ាំបាយជាមួយអីក៏ពួកខ្ញុំសប្បាយចិត្តដែរអញ្ចឹងខ្ញុំសប្បាយចិត្តទោះពេលហ្នឹងគ្រួសារខ្ញុំមិនក៏ដោយប៉ុន្តែឥឡូវនេះគ្រួសារខ្ញុំអាចនឹងធូរធារជាងមុនប៉ុន្តែខ្ញុំអត់ដែលបាននៅជិតម៉ាក់ខ្ញុំទេខ្ញុំចេញមកធ្វើការផ្សេងគាត់នៅផ្សេងបន្ទាប់ពីឲ្យពរហើយគឺលុយទាំងអស់ហ្នឹងគាត់អត់បានយកទេគាត់ក៏បកគលលុយទាំងអស់ហ្នឹងមកឲ្យកូនមានទាំងអស់គាត់ថាសម្រាប់គាត់ឲ្យតែកូនមានសេចក្តីសុខកូនមានសមត្ថភាពគឺគាត់សប្បាយចិត្តហើយលុយក៏អត់យកទេប៉ុន្តែគាត់នៅតែជូនពរកូនអរគុណកូនសម្រាប់ទឹកចិត្តកូនដែលផ្ដល់ជូនម្ដាយដោយសារតែឃើញការលំបាករបស់ម៉ាក់ធ្វើឲ្យខ្ញុំមានកូនចិត្តមួយខ្ញុំនឹងខំប្រឹងរកលុយទិញផ្ទះហើយនាំពួកគាត់មកនៅជុំគ្នាហើយឥឡូវហ្នឹងក្តីសម័យហ្នឹងខ្ញុំធ្វើបានហើយសម្រាប់ខ្ញុំនៅមានរឿងមួយដែលខ្ញុំចង់ធ្វើប៉ុន្តែខ្ញុំបានតែខ្ញុំអត់ទាន់លះក្នុងការទៅធ្វើមួយគាត់ឲ្យបានពេញ 100% នោះគឺទៅរត់អោបគាត់ហើយថើបនិយាយទៅប្រាប់គាត់ថាកូនសុំធ្វើជាកូនរបស់ម៉ាក់គ្រប់ជាតិរឿងមួយដែលកូនចង់ធ្វើជាមួយម៉ាក់នោះគឺកូនចង់ជូនម៉ាក់ដើរលេងទៅកន្លែងដែលម៉ាក់ចង់ទៅរឿងដែលខ្ញុំចង់ធ្វើបំផុតមួយម៉ាក់គឺខ្ញុំចង់នៅជាមួយគាត់ហើយផ្គត់ផ្គង់គាត់បានគ្រប់យ៉ាងមិនថាការហូបចុកការទិញថ្នាំឬក៏ជូនគាត់ទៅណាខ្ញុំចង់មានពេលវេលានឹងជាមួយគាត់ព្រោះតាំងពីធំដឹងក្តីមកគឺគ្រួសារខ្ញុំចាប់ដើមពិបាកខ្ញុំមិនដែលមានពេលល្អជាមួយគាត់ច្រើនមានតែពេលលំបាកជាមួយគាត់ហើយរឿងដែលកូនចង់ធ្វើជាមួយម៉ាក់គឺកូនចង់នាំម៉ាក់ដើរលេងបានច្រើនជាងមុនចង់និយាយប្រាប់គាត់ថាម៉ាក់ពិតជាមនុស្សស្រីម្នាក់ដែលល្អបំផុតសម្រាប់ជីវិតកូនជាតិនេះសម្រាប់ខ្ញុំគឺពិតជាមានសំណាងមែនទែនដែលបានខ្លាចជាកូនម៉ាក់បើសិនជាមានជាតិក្រោយពិតមែនកូនម្នាក់នេះសូមធ្វើជាកូនរបស់ម៉ាក់គ្រប់ជាតិកូនចង់ប្រាប់ម៉ាក់ថាកូនស្រឡាញ់ម៉ាក់កូនពិតជាមានសំណាងដែលបានកើតជាកូនម៉ាក់ហើយម៉ាក់គឺជាមនុស្សស្រីដ៏ល្អដ៏ស្រស់ស្អាតដ៏ពូកែហើយជាគំរូដ៏ល្អរបស់កូន
អរគុណម៉ាក់ដែលតែងតែបង្ហាត់បង្រៀនកូនអប់រំកូនឲ្យចេះជួយអ្នកដទៃឲ្យចេះយកអាសាមនុស្សជុំវិញខ្លួន ម៉ាក់ពិតជាធ្វើបានល្អណាស់សម្រាប់គ្រួសារមួយនេះកូនចង់ប្រាប់ម៉ាក់ថាកូនស្រឡាញ់ម៉ាក់ កូនអរគុណម៉ាក់ដែលបានមើលថែនិងអប់រំព្រានបដៅកូនឲ្យជាមនុស្សល្អហើយក៏សូមទោសម៉ាក់ពេលខ្លះធ្វើឲ្យម៉ាក់អត់សប្បាយចិត្តព្រួយបារម្ភពីកូន ខ្ញុំចង់និយាយទៅកាន់ម៉ាក់ថាខ្ញុំស្រឡាញ់ម៉ាក់មិនថាពីពេលណាក៏ខ្ញុំនៅតែគិតពីម៉ាក់ដែរព្រោះម៉ាក់គឺជាមនុស្សដែលគិតពីកូនខ្លាំងគាត់សុខចិត្តបបាក់ខ្លួនឯងប៉ុន្តែក៏អត់ដែរឲ្យពួកខ្ញុំបបាក់អី ជូនពរទៅអ្នកម៉ាក់ខ្ញុំគឺឲ្យគាត់មានសុខភាពល្អឲ្យគាត់អាយុឲ្យវែងដើម្បីបានតបស្នងសងគុណគាត់ឲ្យបានច្រើនជាងនេះទៀត ឲ្យម៉ាក់មានតែស្នាមញញឹមជាម្លប់ដល់កូនទាំងអស់គ្នា ជូនពរឲ្យម៉ាក់សុខភាពល្អសប្បាយចិត្តរស់នៅដែលអត់ចាំបាច់ភ័យថាកូនកាត់អីព្រោះកូនមួយគឺអត់តែឲ្យម៉ាក់ខកចិត្តទេកូនមួយគឺស្រឡាញ់ម៉ាក់ខ្លាំងគិតពីម៉ាក់ខ្លាំង កូនសូមជូនពរឲ្យម៉ាក់មានសុខភាពល្អអាយុវែងដើម្បីជាម្លប់ដល់កូនស្រឡាញ់ម៉ាក់ ឡូម៉ាក់កូនចង់ប្រាប់ម៉ាក់ថាកូនស្រឡាញ់ម៉ាក់ហើយក៏ជូនពរម៉ាក់ឲ្យមានសុខភាពល្អអាយុវែងតែជាម្លប់ដល់កូន បុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល